ផែនដីទាំងមូលបានកោតសរសើរដល់ទ្រង់ព្រះចេស្តាទ្រង់ពិតជាអស្ចារ្យសូមឲ្យយើងបានគ្រប់គ្នាបានបន្ទាបខ្លួនហើយទុកចិត្តដល់ព្រះអង្គដែលជាព្រះសង្គ្រោះរបស់យើងគ្រប់គ្នាអាមែនខ្ញុំទុកចិត្តលើទ្រង់ហើយបញ្ហាយើងមានទុកកង្វល់យើងមានការខ្វល់ខ្វាយគឺយើងចូលទៅព្រះហើយដោយក្តីអធិដ្ឋាននិងបន្ទាបខ្លួនដោយការទុកចិត្តថាព្រះនឹងធ្វើការអស្ចារ្យលើជីវិតរបស់យើងអាមែន
មានព្យុះទ្រង់បានអោបកូនដោយក្តីស្រឡាញ់ទ្រង់ជាអ្នកកងវិលដ៏អស្ចារ្យសម្រាប់ជីវិតរបស់កូនរាល់ថ្ងៃបើគ្មានទ្រង់ទេកូនគ្មានជីវិតរស់រាល់ថ្ងៃនោះឡើយព្រះអង្គបានខ្វៀលឲ្យថែរក្សាកូនដូចជាដើមឈើដែលដុះនៅក្បែរទឹកឲ្យកូនមានសេចក្តីសង្ឃឹមឲ្យកូនមានសេចក្តីជំនឿនៅជាប់នឹងជាមួយព្រះអង្គរាល់ថ្ងៃផងដែរទ្រង់ខ្វៀលខ្ញុំពិតឧបសគ្គគ្រប់មហន្តរាយទាំងឡាយព្រះអង្គតែង
រាជបុត្រានិងព្រះវិញ្ញាណបរិសុទ្ធត្បិតព្រះអង្គជាព្រះដ៏អស្ចារ្យពុកម៉ែបងប្អូនអើយពេលនេះសូមសម្លឹងមើលទៅឈើឆ្កាងរបស់ទ្រង់ហើយសម្លឹងមើលទៅប្រគុណរបស់ទ្រង់ដ៏អស្ចារ្យដែលបានសង្កត់ជំនួសអំពើបាបរបស់យើងគ្រប់គ្នាសម្លឹងមើលពីក្តីស្រឡាញ់របស់ទ្រង់ដែលទ្រង់បានអត់ទោសឲ្យកូនជាមនុស្សដ៏មានបាបទ្រង់បានផ្ដល់ឲ្យកូនបានទទួលនៅសេចក្តីសង្គ្រោះហើយមានជីវិតអស់កលទៅនៅជាមួយព្រះអង្គនៅពេលដែលយើងស្លាប់ទៅព្រះអង្គបានឲ្យយើងមានជីវិតដ៏មិនចេះសាបសូន្យព្រះអង្គអើយកូនដឹងថានេះជាប្រគុណដ៏អស្ចារ្យដែលទ្រង់បានថែរក្សាកូននៅក្នុងចរអេងស្លាបរបស់ទ្រង់ទ្រង់បានអោបកូននៅក្នុងប្រហោះដ៏អស្ចារ្យរបស់ទ្រង់ត្បិតក្នុងប្រហោះរបស់ទ្រង់ពិតជាភាពកក់ក្ដៅណាស់គ្មានការអ្វីដែលព្រះអង្គធ្វើមិនបានសោះឡើយពេលនេះកូនសូមអធិដ្ឋានទៅចំពោះព្រះអង្គពីបញ្ហាសុខភាពឪពុកម្ដាយបងប្អូនប្រជាជនទាំងអស់នៅក្នុងប្រទេសខ្មែរជាពិសេសបងប្អូនពួកជំនុំដែលកំពុងឈរនៅទីនេះនិងបងប្អូនដែលកំពុងតែមើល live នៅតាមគេហដ្ឋានសូមព្រះអង្គបានថែរក្សាសុខភាពសុវត្ថិភាពឲ្យគាត់ទោះបីជាគាត់ទៅទីណាសូមឲ្យគាត់នឹកចាំពីប្រគុណរបស់ទ្រង់ឲ្យគាត់បានស្វែងយល់ហើយទុកចិត្តព្រះជាព្រះដែលសង្គ្រោះតែមួយគត់ហើយសូមព្រះអង្គបានថែរក្សាប្រទេសជាតិឲ្យមានសុខសន្តិភាពដល់រាបទៅផងដែរកូនសូមថ្វាយការអធិដ្ឋាននៅក្នុងព្រះនាមព្រះអម្ចាស់ព្រះយេស៊ូវអាមែនចាយើងច្រៀងបទទី4ក្នុងព្រះហស្ថទ្រង់ព្រះ
គុណព្រះអង្គ